រៀបសួរបងប្អូនទាំងអស់គ្នាយើងជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំមកណែនាំមុខម្ហូបមួយទៀតប្រភេទម្ហូបអ្នកសមុទ្រគឺក្តាមថ្មឆាមីសួរចឹងបងប្អូនយកក្តាមហ្នឹងទៅត្រាំជាមួយទឹកកកឲ្យវារាងសងល់បន្តិចមកដើម្បីយើងងាយស្រួលក្នុងការធ្វើក្តាមនេះកាចណាបងប្អូនណាវាឲ្យកម្លាំងវាខ្លាំងជាងក្តាមសេះបើបងប្អូនអត់បានត្រាំទឹកកកទេបងប្អូនយកមកកាប់ធ្វើម្ហូបតែម្ដងមកដៃជើងហ្នឹងក៏វាអាចញ៉ាំយើងមុតដាច់បានដែរណាហើយក្តាមនេះខ្ញុំទិញពីម្សិលលេខ1 1គីឡូលេខ2 1គីឡូអញ្ចឹងខ្ញុំយកលេខ2មកធ្វើជាម្ហូបហើយបងប្អូនអាចរកទិញបាននៅឯផ្សារណាបងប្អូនហើយខ្ញុំសម្អាតវាបេះប្រុយកាប់អីឲ្យស្អាតអញ្ចឹងមកបងប្អូនដំបូងខ្ញុំគិតថាចង់អប់ទេប៉ុន្តែអប់អីអត់មានគ្រឿងព្រលឹមឡើងភ្ញាក់ឡើងមកត្រូវធ្វើម្ហូបឲ្យកូនទៅសាលាអញ្ចឹងក៏បានយកមកធ្វើឆាម្សួរតែម្ដងទៅហើយបងប្អូនអាចធ្វើបានណាជាដំបូងខ្ញុំដាក់ខ្លាញ់ចូលហើយយើងបានរំលីងខ្លាញ់ជាមួយនឹងខ្ទឹមឲ្យឈ្ងុយហើយទៅយើងចាក់ក្តាមនឹងចូលបន្ទាប់ខ្ញុំដាក់ទឹកត្រីបន្តិចនៅលើសាច់ក្តាមរបស់យើងដើម្បីឲ្យក្តាមរបស់យើងនឹងមានជាតិហើយបងប្អូនដាក់តាមការចូលចិត្តណានេះគឺខ្ញុំកំពុងតែដាក់ទឹកសុសចូលអញ្ចឹងទឹកសុសហ្នឹងគឺខ្ញុំបានលាយរួចហើយមានប្រេងខ្យងមានអំបិលបន្តិចមានស្ករសមានទឹកត្រីទឹកស្អ៊ីវអញ្ចឹងមកប៉ុន្តែផ្ទះខ្ញុំអត់ប្រើម្សៅស៊ុបនៅប៊ីចេងទេអញ្ចឹងខ្ញុំប្រើតែប៉ុណ្្នឹងទេបងប្អូនហើយរសជាតិរបស់គ្រួសារខ្ញុំញ៉ាំបែបសុខភាពគឺអត់ប្រៃហើយក៏អត់សូវប្រើប្រេងឆាដែរគឺយើងស្ករក៏យើងប្រើតិចដែរហើយសាបបងប្អូនអញ្ចឹងបើអ្នកខ្លះគាត់ញ៉ាំប្រៃអញ្ចឹងគាត់អាចថែមទឹកអំបិលឬមួយក៏ទឹកត្រីពីលើទៀតណាជាប់មាត់ចង់និយាយអត់កើតបងប្អូនបន្ទាប់មកយើងដាក់បន្លែយើងមានតែ2មុខមានតែការ៉ុតហើយនឹងជាមួយនឹងស្ពៃក្តោបដែលយើងបានចាត់រួចហើយបានសម្បាច់បំបល់បន្តិចដើម្បីបំបត្តិក្លិនការ៉ុតហើយនឹងស្ពៃក្តោបណាក្លិនស្ពៃក្តោបយើងរៀងខ្លាំងដែរអញ្ចឹងទៅក្មេងៗក៏អត់សូវចូលចិត្តញ៉ាំទេប៉ុន្តែបើយើងលាងសម្អាតបានល្អគាត់ញ៉ាំទៅបន្លែបង្រៀនឲ្យគាត់ញ៉ាំទៅវាជំនួយដល់សុខភាពហើយយើងឆាបានឲ្យទន់ប៉ុណ្ណេះមកហើយបាញ់មិញខ្ញុំក៏បានដាក់ទឹកសុសលើហ្នឹងដែរតែប៉ុន្តែអត់បានថតឲ្យបងប្អូនមើលហើយមីសួរបងប្អូនអាចត្រាំឲ្យរីកជាងនេះអញ្ចឹងខ្ញុំត្រាំឲ្យអត់សូវរីកដោយសារតែរៀងប្រញាប់ដែរបងប្អូនណាអញ្ចឹងយើងដាក់មីសួរចូលទៅមីសួរយើងចិត្ត1គីឡូក្តាមយើង1គីឡូដែរមួយបន្លែទៀតអញ្ចឹងផ្ទះរបស់យើងចិត្តពេញតែម្ដងខ្ញុំឆាដោយប្រើវែកឆាជាមួយនឹងក្រចាប់មួយទៀតទៅបានយើងអាចកូរសពណាបងប្អូនកូរវាថ្នមមកព្រោះអីពេញពេកបងប្អូនអើយចង់ហៀខ្ទះណាអញ្ចឹងឆានេះសម្រាប់ហូបពេលផឹកផងឲ្យកូនហួចបាយទៅសាលាផងអញ្ចឹងទៅឆាយ៉ាងលោបដែរបងប្អូនហើយប៉ុណ្ណឹងតំណងនោះបងប្អូនអើយភ្លក់ទាំងអស់គ្នាហ្មងណាចាបងប្អូនអាចឆាឲ្យកូនញ៉ាំកូនគាត់អត់សូវចូលចិត្តបន្លែប៉ុន្តែនៅពេលដែលឆាបែបនេះគឺគាត់អាចញ៉ាំបានវាជំនួយដល់សុខភាពហើយរសជាតិហ្នឹងបងប្អូនកុំដាក់ប្រៃពេកយើងទម្លាប់ញ៉ាំរៀងសាបទៅធ្វើឲ្យមានសុខភាពល្អឥឡូវយើងខ្លាចជំងឺច្រើនមុខបងប្អូនណាយើងកូរច្បល់រហូតដល់មីសួរយើងទន់ល្អហើយយើងអាចបានសម្លមីសួរឆាក្តាមថ្មដែលមានរសជាតិឈ្ងុយឆ្ងាញ់យើងរោយទឹកខ្ទឹមពីលើទៅតំណងអត់បងប្អូនចាបើសិនជាបងប្អូនចូលចិត្តទស្សនាវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីបានមើលវីដេអូនេះខ្ញុំបន្តទៀតអរគុណច្រើន